ប្រាក់ខែបើនិយាយរោងចក្រឡាតិចហ្នឹងវាអត់ក្រមពីមួយថ្ងៃ$3-10ដល់$5-10ហើយជំនាញធំវាអាចដល់$20អញ្ចឹងក្នុងមួយថ្ងៃព្រោះឥឡូវយើងដំបូងណាយើងឲ្យគិតថ្ងៃដើម្បីឲ្យគាត់ស្រួលគិតសិនអញ្ចឹងដល់គាត់គិតហើយនឹងគាត់កំពុងយើងរោងចក្រទំបើកបាន12ថ្ងៃដែរអញ្ចឹងយើងនឹងចរចាជាមួយគាត់ដើម្បីយើងអាចវាយតម្លៃថាចំនួនប្រាក់ខែរបស់គាត់ប្រហែលដើម្បីឲ្យគាត់សប្បាយចិត្តគាត់បំរើឲ្យយើងហើយឥឡូវនេះក្នុងនឹងកំពុងពិបាកប្រកម្មផងដែរមិនល្អទេកម្មករកំពុងខ្វះអញ្ចឹងខាងនេះប្រកាសផងស្រាវជ្រាវផងរកសាងសង់ផ្ទះឲ្យគាត់ស្អីដល់គ្រប់កន្លែងដើម្បីឲ្យគាត់មករស់បានស្រួលទឹកភ្លើងចែកអង្គឲ្យគាត់ទៀតនៅនេះកន្លែងខ្ញុំបើគិតទៅខ្វះប្រហែលចង់1000នាក់ទៀតឥឡូវកំពុងប្រកបកាសកំពុងតរថែមព្រោះនៅនេះឥឡូវមាន6000មិនមែននៅរោងចក្រជ័រវាតាក់ពីរោងចក្រកដាស់រោងចក្រជីដាំចេកតការកស៊ូផងរួមទាំងអស់បញ្ហានេះខ្វះប្រហែលម៉ោងនេះប្រហែលខ្វះប្រហែល1300នាក់រោងចក្រកែច្នៃឡាតិចដើម្បីជំហានទី1ខ្ញុំធ្វើការនាំចេញដល់នាំចេញបានមួយឆ្នាំឬ2ឆ្នាំទៀតខ្ញុំនឹងធ្វើរោងចក្រផលិតស្រោមដៃនៅចំណុចនឹងផ្ទាល់មកហើយសូមអារម្មណ៍អស់លោកទាំងអស់គ្នារត់មិនឃើញហើយវត្ថុធាតុដើមគឺនៅស្រុកស្ទឹងត្រង់យើងគឺវាច្រើនណាស់អញ្ចឹងថ្ងៃនេះក្រុមហ៊ុនបើខ្ញុំនឹងគេហៅទុំផលិតបានទុំធ្វើបាននាំចូលវត្ថុធាតុដើមមួយថ្ងៃ300តោនអញ្ចឹងអាចអនាគតថ្ងៃក្រោយប្រហែលមួយឆ្នាំទៀតឬកន្លះឆ្នាំទៀតមើលឃើញស្ថានភាពថាវាល្អទៀតអញ្ចឹងយើងខ្ញុំនឹងអាចធ្វើបាន6ដល់700តោនក្នុងមួយថ្ងៃផលិតផលទិញពីប្រជាជនយកមកកែច្នៃហើយដើម្បីឈានដំបូងហ្នឹងគឺខាងខ្ញុំធ្វើការនាំចេញទៅក្រៅប្រទេសសិនបើការនាំចេញវារលូនហើយបើវាមានការខ្វះខាតការគ្រីចំណេញច្រើនពេកអញ្ចឹងយើងផលិតនៅកន្លែងយើងមកដើម្បីឲ្យកម្មករយើងមានការងារធ្វើផលិតទី1វាខ្សែចង្វាក់វាមានឈានដំបូងមកចូលទឹកជ័រហើយយើងផលិតចេញជាជ័រឡាតិចមានន័យជ័រឡាតិចហ្នឹងគឺហៅថាជ័រវត្ថុធាតុដើម origin ហ្មងវាអត់មានជាតិទឹកវានៅសល់តែម៉ោងយើងយកទៅផលិតទេហើយមកខាងក្រោយរបស់យើងនេះគឺយើងឃើញនៅនេះកន្លែងចម្រោះទឹកដែលទឹកជ័រដែលសល់ពីក្នុងមកយើងនៅនេះយើងកែច្នៃបន្ថែមទៀតដើម្បីយើងប្រមូលផលដើម្បីយកទៅលក់បន្តទៀតហើយខាងនេះក៏ចម្រោះទឹកមានន័យថាយើងប្រើទឹករោងចក្រជ័រប្រើទឹកច្រើនណាស់អញ្ចឹងទឹកយើងប្រើហើយវាចូលក្នុងត្រៃដល់យើងយកទឹកហ្នឹងយើងវាយចេញជាស្អាតឡើងវិញយើងយកទៅប្រើវិញ